តើឥឡូវយើងចូលការងារបន្តបន្ទាប់យើងទៅមើលការងាររបស់យើងកាលពីសប្តាហ៍មុនហ្នឹងដែលខ្ញុំបានដាក់ឲ្យអ្នកងារធ្វើអញ្ចឹងសម្រាប់ការងារហ្នឹងគឺខ្ញុំឲ្យធ្វើអ្នកងារធ្វើទាក់ទងតារាងផ្លែឈើអញ្ចឹងឥឡូវខ្ញុំចូលទៅមើល project មួយហ្នឹងការងារមួយហ្នឹងខ្ញុំដាក់ឲ្យអ្នកងារធ្វើហ្នឹងដើម្បីឲ្យអ្នកងារហ្នឹងអនុវត្តការប្រើប្រាស់ Shape Tool អញ្ចឹងបើយើងមើលទៅលើការងារហ្នឹងបើសិនអ្នកងារដំបូងៗអាចនឹងវាពិបាកមែនអត់ដឹងថាគួរធ្វើពីណាទៅណាប៉ុន្តែបើសិនជាយើងធ្លាប់បានធ្វើខ្លះហើយបើយើងយល់ទៅដល់ការ tool ការប្រើប្រាស់ tool ហ្នឹងដែលខ្ញុំឲ្យកាលពីសប្តាហ៍មុនហ្នឹងគិតថាវាអត់ពិបាកអីប៉ុន្មានទេព្រោះឧទាហរណ៍ដូចតិចអញ្ចឹងបើតិចបើអ្នកខ្ញុំមើលទៅអីដែលយើងត្រូវធ្វើទីមួយអ្នកគេគ្រាន់តែវាយតិចមកហើយ select លើ font ហ្នឹងយើងដាក់fill color របស់តិចហ្នឹងអញ្ចឹងវានេះពណ៌ក្រហមពណ៌ទឹកក្រូចអញ្ចឹងហើយមាន stroke មាន drop shadow អញ្ចឹងទៅអញ្ចឹងអស់ហ្នឹងស្រាប់តែយើងបានរៀនហើយនៅក្នុងlayer style តើការដាក់ style តិច style អីហ្នឹងហើយបន្ទាប់មកទៀតមានពណ៌ background យើងគ្រាន់តែចាក់ពណ៌ background មកហើយក៏ហ្នឹងក៏ធ្លាប់បានរៀនដែរហើយសម្រាប់គូជុំវិញហ្នឹង shape ហើយខ្ញុំឲ្យអ្នកចង់ចេះឲ្យស្ទាត់ហ្នឹងគឺ shape ហ្នឹងឯងគឺបើខ្ញុំដាក់ការងារប្រភេទចឹងអញ្ចឹងអាហ្នឹងយើងប្រើប្រាស់ shape tool ដើម្បីគូសហើយសម្រាប់ background color អានេះដូចជាដាក់ហ្នឹងអត់ហ្នឹងប៉ុន្តែអត់ដាក់ក៏បានដែរពណ៌សអញ្ចឹងឬក៏ដាក់ក៏បានដែរក៏វាមើលអត់ឃើញដែរហើយគ្រាន់តែយើងរើសនៅstroke នេះជុំវិញពណ៌ហ្នឹងមកយើងចង់ដាក់ពណ៌អីក៏បានដែរអញ្ចឹងអានោះសម្រាប់ការងាររបស់យើងអញ្ចឹងខ្ញុំចូលទៅក្នុង project ហ្នឹងអញ្ចឹងលោកអ្នកបានឃើញអញ្ចឹងអានេះខ្ញុំបើក project ចាស់ឲ្យអ្នកមើលតិចវាមានអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងការងារដែលអ្នកធ្វើបន្ទាប់គ្រាន់តែចាក់ background color បាយតិចមកហើយគូស shape មក size នឹងបែបនេះចង់បានប៉ុណ្ណឹងគឺបានហើយអញ្ចឹងអានេះខ្ញុំមើល size ក៏ខ្ញុំអត់ចាំ size ដែរ image size អានេះដូចជាសង់ទីម៉ែត្រដែរ43ទៅ58សង់ទីម៉ែត្រអញ្ចឹងខ្ញុំ note មួយអញ្ចឹងសម្រាប់ size នៅ project របស់យើងហ្នឹងការងារដែលខ្ញុំដាក់ឲ្យហ្នឹង48 53ខ្សែ58ខ្សែ3 38ខ្សែទី48 3ហើយនេះ300ខ្ញុំខុសខ្សែអញ្ចឹងខ្ញុំទៅ create នៅ project ហ្នឹងខ្ញុំទៅលំអ open នេះអញ្ចឹងខ្ញុំ create project មកដែលខ្ញុំយក size តិចមិញខ្ញុំរើសនេះយកសង់ទីម៉ែត្រសម្រាប់ឯងហ្នឹងគឺខ្ញុំចង់ធ្វើទៅលើសង់ទីម៉ែត្រម្ដងដោយសារតែការងារហ្នឹងបើមិនមែនទៅយើងត្រូវការបោះពុម្ពចេញអញ្ចឹងខ្ញុំធ្វើទៅលើសង់ទីម៉ែត្រវិញម្ដងអញ្ចឹងអានេះ43អានេះ58អត់បានកំណត់អញ្ចឹងមុននឹងអ្នកនេះវាយទៅលើខ្សែនេះអ្នកគួរតែកំណត់អានេះសិនបើអត់ទេពេលនៅពេលខ្ញុំចុច select ទៅនេះជាមួយខ្សែហ្នឹងវានឹងកែប្រែបាទអាហ្នឹងល្អហើយអញ្ចឹងមុននឹងអ្នកវាយខ្នាតអ្នកត្រូវ select ទៅលើអាប្រភេទដែលខ្សែនេះចង់បាននឹងខ្នាតសិន300អាហ្នឹងខ្ញុំយក default អស់ create អញ្ចឹងទៅបានពី create ហើយអញ្ចឹងយើងបាននៅការងាររបស់យើងអញ្ចឹងយើង save ទុកមួយ file save as ឬរកដងអញ្ចឹង
ហើយខ្ញុំដាក់នៅក្នុង project របស់ខ្ញុំ PS ហើយអានេះខ្ញុំកើតការងារមួយទៀតអីទៀតខាត់បលដាក់សេះព្រោះយើងអនុវត្តលើ set ចាំខ្ញុំដុំអប project នឹងក្រោយនេះដាក់នឹងសិនអញ្ចឹងខ្ញុំ save អានទៅលើហ្នឹងខ្ញុំដាក់ឈ្មោះទេខ្ញុំ save ពេលហ្នឹងយើងធ្វើគួរតែដាក់ឈ្មោះឲ្យស្រួលពួលដើម្បីកុំឲ្យការងារនេះច្រឡំអញ្ចឹងដូចនេះបានឃើញអញ្ចឹងដំបូងយើងចាក់ពណ៌ background អញ្ចឹងដោយសារតែខ្ញុំខ្ជិលនេះច្រើនខ្ញុំcopy តិចពីលើហ្នឹងមកcopy color មកអញ្ចឹងដើម្បី copy color បានវាមានធូបមួយសម្រាប់ copy នៅណានេះអូនេះធូបមួយនេះអាហ្នឹងសម្រាប់ copy នៅ color អញ្ចឹងខ្ញុំបានព្រានកម្មវិធីសប្តាហ៍មុននេះគាត់ចែកពីលើទៅនេះវានឹងរត់ទៅកូដតែ color នឹងមានអីអញ្ចឹងក៏ copy កូដហ្នឹងមកបាទអញ្ចឹងអីដែលនេះត្រូវដឹងបន្ទាប់នេះគឺទាក់ទងការចាក់ background អញ្ចឹងការចាក់ background វាមានច្រើនប្រភេទប៉ុន្តែអាប្រភេទដែលខ្ញុំស្រូបប្រើហ្នឹងនេះហើយអានេះក៏ខ្ញុំបានឲ្យយ៉ាងនេះហើយដែរគឺយើងយក solid color អញ្ចឹងក៏ចាក់មកបានហើយចុច OK បានហើយយើងអាចដូរបានតាមក្រោយទៀតប៉ុន្តែក៏វាមិនមែនតែមានតែវិធីសាស្ត្រហ្នឹងដែរអញ្ចឹងដើម្បីប្រើហ្នឹងគេគ្រាន់តែយក select tool លើជុំវិញអាហ្នឹងហើយនេះគេគ្រាន់តែចុចលើ control backspace ឬក៏ alt backspace អញ្ចឹងបើសិនចុច alt control backspace នឹងវានឹងចេញវានឹងចាប់នេះយកពណ៌នេះអាក្រោមនេះយកមកចាក់លើអានេះតែបើសិនវាចុច control សិតវិញនេះបើសិនគេចុច alt backspace វានឹងចាប់យកអានេះវិញអាពណ៌ខៀវនេះអានេះវាគាត់ថាខុសគ្នាឡើយនឹង control backspace និង alt backspace អញ្ចឹងខ្ញុំចុច alt backspace នេះវានឹងចេញលើហ្នឹងហើយខ្ញុំបន្តពីដើម្បីដល់ select ប៉ុន្តែវារៀងបាក់ត្រង់ថាបើថាយើងប្រើវិធីសាស្ត្រនេះដល់ពេលនេះចង់ដូរពណ៌នឹងគេធ្វើមិនវាមានឡាយណាដូរនេះអញ្ចឹងវិធីសាស្ត្រនេះត្រូវតែselect លើហ្នឹងហើយចាក់ម្ដងទៀតអញ្ចឹងគឺថាវាពិបាកហើយវាយូរទៀតអញ្ចឹងគឺថាវាអត់គួរធ្វើអញ្ចឹងទេគេគួរតែប្រើអាឡាយនេះវិធីសាស្ត្រមួយនេះវិញទៅចាក់ solid color ល្អហើយស្រួលប៉ុន្តែពេលយើងរៀនយើងត្រូវរៀនទាំងអស់ដើម្បីឲ្យយើងដឹងថាពេលណាគួរប្រើមួយណាអញ្ចឹងអាហ្នឹងគឺជាវិធីសាស្ត្រមួយអញ្ចឹងខ្ញុំបន្តសិតវិញតែគាត់ថាវិធីសាស្ត្រដែលខ្ញុំប្រើដូចខ្ញុំនិយាយចឹងខ្ញុំធ្វើនេះចាក់នេះបាទចុចចាំមកនេះហើយខ្ញុំយក solid color អញ្ចឹងវានឹងបានពណ៌ color ហើយអូខេខ្ញុំយកកូដប៉ុណ្ណឹងពេលខ្ញុំត្រូវតែយកទៅអស់មកទៅអានេះកូដប៉ុណ្ណឹងហើយបន្តទៀតគេធ្វើអីគេគូ shape ខ្ញុំថាខ្ញុំគូ shape មុននេះគូ shape អា background ក្រោយនេះហើយឡុកចូលទៅហ្នឹងហើយអូនេះគេគូ shape ទៅលើអាហ្នឹងអូខេបន្ទាប់នេះគូ shape ហើយក្នុងការចាក់ background ហ្នឹងក៏អ្នកគេអត់ប្រើវិធីសាស្ត្រនេះក៏បានដែរអ្នកគេគូ shape ទៀតក៏បានដែរក៏គូ shape មកនេះហើយក៏ខ្ញុំបានបរិយាហើយដែរនេះដូចគ្នាហើយយើងដុំពណ៌មកបានដូចគ្នាអញ្ចឹងវិធីសាស្ត្រមានច្រើនអាចថា3វិធីសាស្ត្រការចាក់ color background ពណ៌លាបអញ្ចឹងតែខ្ញុំប្រើនេះផងទៅ solid color បាទហើយខ្ញុំឡក់អាហ្នឹងមួយដើម្បីកុំឲ្យកាច់ប្រែឲ្យវាកើហើយបន្តមកទៀត tool ដែលខ្ញុំចង់ឲ្យមានច្បាស់ហ្នឹងគឺ tool shape នេះបន្តទៀតបាទគេក៏ចុច tab ចុចលើ shape tool ហ្នឹងទៅនេះវាមានប្រភេទច្រើនវាមាន rectangle ellipse អីអញ្ចឹងដល់ triangle អញ្ចឹងទៅអញ្ចឹងប៉ុន្តែគាត់ថាទាំងអស់ហ្នឹងវា concept តែមួយសម្រាប់គូរូបរាងឲ្យចេញអញ្ចឹងរូបរាងដូចយើងបានដឹងមានច្រើនប៉ុន្តែគាត់ថាអីដែលខ្ញុំចង់ប្រើថ្ងៃនេះគឺទាក់ទងនឹង rectangle tool អញ្ចឹងសម្រាប់ tool បន្តទៅនេះគេអាចតេស្តបានអញ្ចឹងខ្ញុំគ្រាន់តែឲ្យជា concept ទៅនេះគេធ្វើបានហើយអញ្ចឹងអាចយក tool ទាំងអស់ហ្នឹងទៅធ្វើការតេស្តខ្លួនឯងតែហើយ tool ដែលខ្ញុំត្រូវប្រើនៅថ្ងៃហ្នឹងគឺ rectangle tool តែបើសិនជាចង់បានរូបរាងជាងនេះគេអាចយកអានេះមកអញ្ចឹងប្រើទៅតាមការងារជាក់ស្ដែងដែលអ្នកត្រូវធ្វើ
vàឥឡូវខ្ញុំចូលដាក់ជា contour វិញហើយខ្ញុំគូស shape ទៅលើហ្នឹងបាទគូសមកឥឡូវដោយសារវាពណ៌ហ្នឹងវាបាក់មើលអញ្ចឹងដាក់ពណ៌សវិញបាទពេលខ្ញុំដាក់ពណ៌សហើយខ្ញុំទាញវាធំចុច Control Z ហើយចុចShift មកដើម្បីឲ្យទាញវាឲ្យវាមកមកខាងអញ្ចឹងយើងចុច Shift មកឲ្យទាញមកបើសិនយើងអត់ចុច Shift ទេនេះវានឹងមកសងខាងយើងដល់4ដល់3 4ជ្រុងហ្នឹងអញ្ចឹងខ្ញុំចង់បានដល់ខាងទេចុច Shift ចេញមកបាទអញ្ចឹងខ្ញុំលេងមើលប៉ុណ្ណាស្អាតទៅមើលរបស់ញ័រនោះវាប៉ុណ្ណឹងអញ្ចឹងខ្ញុំហើយនេះវិធីសាស្ត្រមុនក៏ខ្ញុំបានប្រាប់ដែរទាក់ទងនឹង Align Tool អញ្ចឹងដល់ពេលដែលខ្ញុំចង់ឲ្យវាពណ៌សនៅកណ្ដាលអញ្ចឹងដើម្បីឲ្យវានៅកណ្ដាលបានយើងមាន tool មួយទៀតបច្ចេកទេសមួយទៀតគឺទាក់ទងការ align ដើម្បី align object ហ្នឹងនៅកណ្ដាលអញ្ចឹងយើងគ្រាន់ select លើហ្នឹងមកហើយចុច control select លើអា background នេះអញ្ចឹងដល់ពេល select លើហ្នឹងមកយើងអាចវាមាន align ហើយបើសិនតែ tool នេះអញ្ចឹងណាបើសិនតែគេចុចលើ tool ផ្សេងក៏វាអត់មានពាក្យ align ហ្នឹងដែរអញ្ចឹងដែលខាតគឺត្រូវតែឈរនៅលើ move tool ដើម្បីចេញអាពាក្យ align ហ្នឹងអញ្ចឹងយើងគ្រាន់តែចុច align ហ្នឹងមកក្នុងការ align ហ្នឹងក៏វាមានច្រើនដែរតម្រុំជួយស្ដាំលើក្រោមអញ្ចឹងគេអាចតែខ្លួនឯងបានតែអីដែលខ្ញុំចង់នេះគឺតម្រុំកណ្ដាលឲ្យវានៅកណ្ដាលនេះអញ្ចឹងក៏ចុចអានេះមកនេះបាទវានឹងទុកនៅកណ្ដាលនេះវាឃើញដោយសារតែយើងដាក់ X-ray វានៅកណ្ដាលហើយបាទបន្ទាប់ពីខ្ញុំគួរហ្នឹងហើយនេះគេឃើញអត់វាមានអាហ្គេមមួយអញ្ចឹងអាហ្នឹងវិធីសាស្ត្រហ្នឹងគឺខ្ញុំបានឲ្យការផលិតបានមកដែរនេះខ្ញុំក៏ select លើហ្នឹងមកនេះវាមានចាញ់យ៉ាងនេះហើយអញ្ចឹងយើងទាញមកបើសិនជាក្នុងករណីដែលអ្នកគ្នាចង់ឲ្យច្បាស់ថាដាក់ម៉ែតម្លៃមកនេះគេអាចទៅវាយលេខបានអញ្ចឹងអ្នកគ្នាចូលនេះមកនេះឲ្យកន្លែង property បើសិនជាវាអត់មាន property នៅកន្លែងនេះទេអាចថាយើង set កម្មវិធីថ្មីអីយើងអាចប្រើវាក៏ចូលលើ Windows ហើយយកពាក្យ property អញ្ចឹងពេលនេះយកពាក្យ property នឹងវានឹងចេញកន្លែងទាក់ទងនឹង setting នៅ save ហ្នឹងហើយសិនខ្ញុំដកនេះវិញវាបានដល់វាមានពាក្យ property អញ្ចឹងយើងរកឃើញនេះអញ្ចឹង tool មួយចំនួន setting មួយចំនួនយើងឈរមកឡើងនេះអញ្ចឹងតិចលើ property វិញមកproperty បាទអញ្ចឹងបើសិនជាអ្នកចង់កំណត់តម្លៃទីអ្នក file លេខដល់នេះមកនេះដាក់តម្លៃប៉ុន្មានចង់បានប៉ុន្មានអញ្ចឹង save ហ្នឹងវានឹងកោកំណត់ប៉ុណ្ណឹងហើយអញ្ចឹងវិធីសាស្ត្រហើយនេះវាគ្រាន់តែជា stroke នៃ shape ហ្នឹងទេអញ្ចឹងបោះគេចាក់ stroke ដែរនេះចាក់ stroke shape ហ្នឹងអញ្ចឹងយើងទៅ copy អា color នេះមកនេះដោយសារខ្ញុំចង់ឲ្យវាដូចគ្នាអញ្ចឹងវាមាន tool ដូចខ្ញុំប្រាប់កាលមុនអញ្ចឹងបាទក៏ចុចលើហ្នឹងមកវានឹងបានពណ៌ហ្នឹងហើយហើយយើងរត់ទៅលើ project របស់យើងវិញហើយយើងទៅដកពណ៌អញ្ចឹងសម្រាប់ពណ៌ដែលយើងដក stroke ទៅលើ shape ហ្នឹងនេះវាមានស្រេចឬក៏ចុចលើហ្នឹងមកនេះហើយវាមានពណ៌ហ្នឹងបាទវាឃើញសារយើងដាក់ stroke តូចពេកអញ្ចឹងយើងដាក់មកធំហ្មងប៉ុណ្ណឹងក៏ទូដែរថែមតិចទៀតបាទខ្ញុំថាយកប៉ុណ្ណឹងនេះគេអាចធ្វើឲ្យស្អាតជាងខ្ញុំតមកទៀតដោយសារតែយើងអត់មានត្រូវកំណត់អីច្រើនទេដោយសារតែ stroke របស់យើងចង់បានតែប្រភេទជាប្រភេទគេហៅថាដូច line ហ្មងវាអត់មានដាច់អីអត់មានដាច់ទេអញ្ចឹងគឺចង់បានជាប្រភេទ line តែវាអាចលេង style អីតាមយ៉ាងគេចូលចិត្តតែគិតថាចង់បានទៅតែក្នុងករណីនេះខ្ញុំចង់បានជា line មួយ line ជាប់គ្នាខ្ញុំចង់បានជានេះទេអូខេអញ្ចឹងអានោះវិធីសាស្ត្រមួយហើយនឹងចុច save ព្រោះពេលយើង design project ធំៗតើ align save បើអត់ save ទេក៏ពេលម៉ាស៊ីន load ឬក៏អីវាអាចមានបញ្ហាទៅលើ project នេះអត់ទេអញ្ចឹងសម្រាប់ការងារថ្ងៃហ្នឹងគឺខ្ញុំបានប៉ុណ្ណេះហើយអញ្ចឹងអីដែលខ្ញុំត្រូវធ្វើបន្តទៀតអឺតិចអញ្ចឹង font អានេះ font error ទេដោយសារខ្ញុំធ្វើក្នុងម៉ាស៊ីនក្រុមហ៊ុនអត់ពេលអញ្ចឹងខ្ញុំអត់មាន font ហ្នឹងដែរអញ្ចឹងអានេះយើងអាចដូរ font បានបាទអញ្ចឹងខ្ញុំនឹង clear layer style ចោលខ្ញុំ copy តិចនេះទៅបងភាសាខ្ញុំសរសេរឲ្យនេះហើយខ្ញុំ clear layer
เลยจะ style ចូលមកហើយដើម្បីដាក់ឲ្យអ្នកធ្វើសាមីបាទអញ្ចឹងដល់ពេលយើង clear ហើយនេះវាដូចតិចយើងធម្មតាអញ្ចឹងវាអត់មានអីទេអានេះវា font ខ្ញុំ reflect ដាក់ font ផ្សេងតែបាត់ font idle font ដូចគ្នាអ្នកគ្នាមើលកន្លែង property នេះអញ្ចឹង property វា font បរិស័ទនេះខ្មែរអញ្ចឹងយើងគួរដាក់ខ្មែរផ្សេងភាសាខ្ញុំបាន install ឲ្យ font មកអាកន្លែងខ្ញុំធ្វើការនេះទៅវា error បាទនេះរក font ផ្សេងឥឡូវខ្ញុំរត់ទៅយក font មួយនេះសិននេះអាចរក font ណាស្អាតជាងនេះបាទហើយអង់គ្លេសខ្ញុំនឹងដូរ font ណានេះវាក្រាស់ដែលមានពេលវា feel ឡើងវាក្រាស់ទម្រង់វាក្រាស់ត្រូវទៅយក font មួយនេះនេះអាចលើក font ខ្លួនឯងមកគិតថាណាស្អាតខ្ញុំដាក់ពណ៌ជើវិញមកដើម្បីចាក់ពណ៌តាមក្រោយបាទអញ្ចឹងអក្សរដូចគ្នាដែរអក្សរក៏ដូចគ្នាដែរបើសិនជាយើងចង់ឲ្យវានៅកណ្ដាលអញ្ចឹងយើងអាចប្រើប្រាស់ align បានតិចនេះវាភាសាដូចជា trace ទេបាទអញ្ចឹងសម្រាប់តិចខ្ញុំចង់ឲ្យវានៅកណ្ដាលខ្ញុំក៏ចុច select លើវាដូចអមុនហ្នឹងអានេះមួយចុច control អញ្ចឹងហើយយើងចុច align កណ្ដាលមកនេះវាទៅបានពេចហ្នឹងនៅ align កណ្ដាលហើយបាទអញ្ចឹងអានេះខ្ញុំ save មួយទៀតហើយសម្រាប់ color អានេះ color បន្លាយអញ្ចឹងដើម្បីដូរអា color មួយហ្នឹងបានអញ្ចឹងវាអត់មានអីបាក់ទេខ្ញុំគ្រាន់តែនេះ select លើ double click លើអាតិចហ្នឹងមកឈរនៅលើ layer ហ្នឹងគេ select ប៉ុណ្ណាគាត់ថាចង់ដូរប៉ុណ្ណាក៏ select លើប៉ុណ្ណឹងមកហើយអ្នកដូរ color នៅកន្លែង property ហ្នឹងអញ្ចឹងកន្លែង property ហ្នឹងវាមានមុខងារច្រើនហើយបើសិនជានេះឈរទៅលើគេ property ទាក់ទង shape អញ្ចឹងវា property ហ្នឹងវាបង្ហាញinformation ទាក់ទងនឹង shape បើសិនជាអ្នកខ្ញុំឈរប្រើទាក់ទងតិចអញ្ចឹងអា property ហ្នឹងវានឹងបង្ហាញ information ទាក់ទងតិចដែលមាន font មានអីចឹងមកហើយការដូរ font មិនមែនដូរទៅលើ property នឹងបានទេនេះគេចូលកន្លែង menu bar វានេះក៏អាចដូរបានដែរតែគាត់ថាចូលចិត្តប្រើកន្លែង property នេះអញ្ចឹងខ្ញុំអាចដូរទៅហ្នឹងអញ្ចឹងដូរ font នេះ font អានេះប្រភេទ font ជាប្រភេទអីមាន4មានអីចឹងទៅអានេះ size font អានេះកម្រិតពីលើមកក្រោមអានេះពីឆ្វេងមកស្ដាំប៉ុន្តែគាត់ថាអ្នកខ្ញុំវាយមកបន្ទាន់អញ្ចឹងអ្នកគេអត់ដឹងទេអញ្ចឹងប្រើធម្មតាអញ្ចឹងមកហើយគាត់ទៅដូរពណ៌មកនេះដាក់ពណ៌រឿងក្រហមបាទអាហ្នឹងប៉ុណ្ណឹងអញ្ចឹងអានេះគេដាក់ពណ៌អីទៀតភាសាខ្ញុំចង់ឲ្យដូចគេអញ្ចឹងខ្ញុំ copy មកបាទត្រូវបាទដាក់ពណ៌ខ្លួនឯងមកគេទៅពណ៌នេះដាក់ពណ៌នេះពណ៌ក៏សំខាន់ដែរបើអ្នកខ្ញុំដាក់អត់ត្រូវមើលទៅគឺអត់ឃើញស្អាតទេអញ្ចឹងក្នុងការពណ៌ក៏ត្រូវតែរើឲ្យស្អាតដែរនេះខ្ញុំគ្រាន់តែបង្ហាញនេះហើយចាំគេទៅអនុវត្តធ្វើឲ្យស្អាតcopy តិចយកមកដាក់មកស្រួលចាក់ឥឡូវ
trong khi sáng nhau mọi cái rồi còn là lý do là nó tại nó có hai pra và đặt công ty slow thế mình copy nó đặt qua cái copy ra cái giá anh cái chip phía đó là tại vì mình đã transfer smart nhà tha như của bạn còn bây giờ phía đó là bài lần bài phone của mình tràn bộ giá như tất cả đặt bài lần giá càng nghe tốt bây giờ nạp phía đó là chẳng hay bây giờ nhà nghe transfer của tốt cứ cái tôi nó stroke sân thì họ đặt stroke đến những mườiคือvideo bạc mà thì mới tới meeting họ lấy ở kho nhân anh cái đặt kho này chắc không cao linh stroke stroke sao đâu nó coi như ngay trên linh này còn hai nhưng từ linh mười tàng thì sang bằng bạch bọt đi công tác khen mà ngày này cho nên chặt bò ấy chứ mà ngang linh có lấy chắc drop shot đâu đi gò stroke ấy nhưng dương men trên đạn thì dương mười đạn của nó các cạnh đây nên chẳng vì của bạn mười tàng vì mười sang đọc khơi nhưng sân gì green tranh máu đâm mười bạn mười vô vô mà giống đâm mày ở vì mưa xa khơi miên ấy đã so một thóc trên một cái chẳng như tờ camera drop shadowឬក៏ stroke color ដើម្បីជួយឲ្យវាកាន់តែស្អាតសិនជាខ្ញុំដេកអក្សរខ្ញុំដាក់ពណ៌សនេះអ្នកគេមើលឃើញភ្លាមហ្មងមើលឃើញតែស្អាតហ្មងយើងអត់ចាំបាច់លេខអីទេយ៉ាងច្រើនយើងលេខតែ drop shadow ទៅគឺបានហើយអត់ចាំបាច់លេខ stroke ផងព្រោះ stroke វាពណ៌សស្រាលហើយអញ្ចឹងទោះបីយើងលេខក៏អត់ន័យដែរតែបើសិនជាកន្លែងហ្នឹងវាយើងត្រូវការលេខ stroke ឲ្យសារតែ background វារៀងអាងឹតមិនថាងឹតទេប៉ុន្តែវាលក្ខណៈពណ៌ស្តៀងគ្នាអញ្ចឹងដើម្បីដាក់ stroke មកដើម្បីឲ្យវាចេញអក្សរផុសអញ្ចឹងដើម្បីដាក់ stroke បានដូចរាល់ដងដែរអ្នកគេចូលទៅលើស្លេចលើ object ហ្នឹងនេះអាចដាក់លើកន្លែងនេះក៏បានដែរនេះអស់លើ effect នេះ effect ហ្នឹងខ្ញុំប្រាប់ខាងមុនអញ្ចឹងនេះវាមាន stroke វាមានអីហ្នឹងមកឬក៏មួយទៀតអ្នកគេ select លើអាហ្នឹងហើយយកពី layer ហើយ layer style អញ្ចឹងវាមានដូចគ្នានេះវាមាន stroke វាមាន inner glow អីហ្នឹងមកដូចគ្នាប៉ុន្តែគាត់ថាវិធីសាស្ត្រដែលខ្ញុំចូលចិត្តប្រើខ្ញុំចូលចិត្តចូលកន្លែងហ្នឹងឯងអញ្ចឹងអ្នកគេក៏ដាក់ click លើនេះមកបាទដាក់ click លើ layer ហ្នឹង slide នេះមកនេះវានឹង pop up នៅអឺ screen មួយដែលមាន layer style ទាំងអស់អញ្ចឹងគេអាចចាក់stroke ឬក៏អីនៅលើនឹងបានហើយខាងហ្នឹងក៏វិធីសាស្ត្រដែលខ្ញុំចូលចិត្តប្រើដែរអញ្ចឹងមិនចាក់ stroke អ្នកគេរកពាក្យ stroke មកនេះ stroke ហើយសម្រាប់ stroke ខ្ញុំបានបង្ហាត់ពីសប្តាហ៍មុនហើយគ្រាន់តែមានតែមួយវីដេអូហ្នឹងទៅហើយអានេះកន្លែងដូរពណ៌អញ្ចឹងខ្ញុំដាក់ពណ៌សដោយសាររៀងតូចអញ្ចឹងខ្ញុំឡើងរៀងធំបន្តិចឡើងរៀងធំបន្តិចមកទេខ្ញុំថាយកប៉ុណ្ណឹងច្រឡំអូខេហើយអញ្ចឹងយើងចូលចាក់ថែមទៀតយើងក៏សម្រេចលើអាហ្នឹងមកដាក់ប្រភេទលើវាមកវានឹងឲ្យយើងអាចអានinformation stroke ឬក៏ stop shadow បន្ថែមហើយអញ្ចឹងមកចិត្តលើដាក់ប្រភេទមកអញ្ចឹងពេលយើងដាក់ប្រភេទនេះវាឲ្យយើងរឹងឡើងដែរអញ្ចឹងយើងចង់បានគេយើងចង់បាន drop shadow អញ្ចឹងយើងដាក់ drop shadow មកអញ្ចឹង drop shadow នេះខ្ញុំសេរីខ្ញុំក៏បានដំណើរការសប្តាហ៍ដែរdrop shadow ហ្នឹងអញ្ចឹងវាមានអីទេវាមាន balance mode មានអីយ៉ាងមកអានេះយើងសេរី angle វាstructure វាឆ្វេងទៅស្ដាំអីយ៉ាងហ្នឹងអញ្ចឹងអ្នកគេគាត់ preset ធំនេះមកនេះអញ្ចឹងអ្នកគេឃើញវា soft level អញ្ចឹងខ្ញុំចង់បានអញ្ចឹងចង់បានឲ្យវាលក្ខណៈអត់ blur អញ្ចឹងមានមើល setting នេះមើល opacity នេះ opacity នេះដាក់ខ្លាំងវាច្បាស់នេះ speed ខ្ញុំសេរីវាទូចវិញ
តែរីកទៅសារទៅវិញនេះបាទអញ្ចឹងគេទិញស្ពីកប់មកសេរីមើលនេះអេងក៏ឌីយ៉ូអានេះដាក់ប៉ុណ្ណេះអានេះទិញប៉ុណ្ណេះអញ្ចឹងនេះមើលសេរីមើលមិនមកស្អាតមកល្មមអានេះយើងអត់ចង់ឲ្យវាទីពីទេតែកុំតែយើងទៀតគេមកវិញសេរីរៀងបែបដែរបាទបាទហើយថាទៅយកប៉ុណ្ណេះនេះសេរីមើលថែមគេថែមប៉ុណ្ណេះមកស្អាតអញ្ចឹងតើយើងសេរីមើលបានដឹងអញ្ចឹងឥឡូវខ្ញុំខ្លាចតែយកប៉ុណ្ណឹងឥឡូវខ្ញុំដាក់ទឹកនៅកណ្ដាលបាទកន្លះមកបាទឥឡូវខ្ញុំបានតិចហើយអញ្ចឹងសម្រាប់រូបមនុស្សឬក៏តុក្កតានេះអ្នកគ្នាអាចចូលទៅរកនៅ free page បានដែលខ្ញុំបានឲ្យការផ្សព្វផ្សាយដែរអានេះពពោះឲ្យនេះយើងនេះគាត់ទៅចូល free page មកអ្នកគ្នាវាយ cloud ឬអីយើងមកវានឹងចេញហើយអញ្ចឹងខ្ញុំនៅទៅចូល website នឹងសារអញ្ចឹងអូខេរកមកដាក់អញ្ចឹងឥឡូវនេះគឺខ្ញុំបរិយាពីរបៀបនៃការ search បង search element ហ្មងអញ្ចឹងនេះវាមាន free page នេះអ្នកគេគាត់ search ពាក្យ free page ហ្នឹងមក enter នេះហើយ website ហ្នឹង official របស់គេបាទអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវការទៅស្វែងរក element អញ្ចឹងនេះចង់បានអីប្រភេទអីគេអានេះជាប្រភេទ cartoon តើជាប្រភេទកតុកកតាអញ្ចឹងយើង search មកដាក់ cartoon មកអញ្ចឹងវានេះឃើញអត់អ្នកគេឃើញអត់វាមានទៅ cartoon ជាច្រើនអញ្ចឹងអ្នកនេះអាច search keyword កន្លែងនេះគឺជា keyword ដែលអ្នកគេត្រូវ search អញ្ចឹងអ្នក search អីចេញនឹងអញ្ចឹងក្នុងការរឹកអ្នកគេរឹកមើលទៅថាឆ្លាញ់មួយនេះគោដាក់ប្រភេទ cartoon មិនស្អាតអញ្ចឹងវាអាស្រ័យលើអ្នកគ្នាបាទគាត់ថានៅក្នុងហ្នឹងវាមានបោះលុយអត់បោះលុយសម្រាប់បោះលុយទៅយើងបានអា premium វាស្អាតដូចហ្នឹងទៅបាទអញ្ចឹងអាហ្នឹងគឺកន្លែងទៅរកនៅអា element ទូចៗដែលយើងដេកមើលពីស្អាតហ្នឹងអញ្ចឹងនេះគឺជា logo របស់ក្រុមហ៊ុនទេវាអាចទៅរក logo ពីក្រៅដាក់ក៏បានដែរគាត់ថាហ្នឹងខ្ញុំអត់ចង់ឲ្យដោយសារវារបស់ក្រុមហ៊ុនយើងបាទហើយទៅតបន្លែនេះមែនតើអាចច្បាស់ចេះខ្ញុំយកពីអ៊ីនធឺណិតពីគ្នានឹងអត់មានអីទៅថតខ្លួនឯងទេគឺយកពីអ៊ីនធឺណិតដូចគ្នាអញ្ចឹងខ្ញុំសរសេរនៅអ៊ីនធឺណិត replace អញ្ចឹងទៅអ៊ីនធឺណិតក្នុងនេះមានអត់តាមបាទនេះមានឃើញអត់ច្បាស់ទេរូបធំនេះគាត់ថាបើយើងបានយក premium មកនេះដោយសារនៅក្រុមហ៊ុនខ្ញុំfree page ហ្នឹងវាមាន premium ដល់ពេលអញ្ចឹងទៅខ្ញុំអាចដោនរូបបានដែលមានគុណភាពច្បាស់ធំដូចនេះអញ្ចឹងឃើញអត់បើខ្ញុំ print មិនក៏រូបហ្នឹងនៅច្បាស់ដែរឃើញអត់ដូចមែនតើអញ្ចឹងអាហ្នឹងវាអាស្រ័យលើកន្លែងការងារយើងដែរអញ្ចឹងដូចរូបហ្នឹងគឺខ្ញុំដោនចេញពីហ្នឹងហើយពី Google អីទៅយើងមើលតាមហ្នឹងទៅបាទតែបើថាយើងចង់អានេះគេលេងពិតអញ្ចឹងថាយើងចង់បានcartoon អញ្ចឹងយើងអាចដាក់ cartoon មួយមុខទៀតមកហ្នឹងគឺខ្ញុំប្រាប់វិធីសាស្ត្រក្នុងការឲ្យរៀនសិស្សអញ្ចឹងវាប្រភេទស្វែងផ្ដោតជា cartoon ប៉ុន្តែខ្ញុំចង់បញ្ជាក់ដែរក្នុងករណីនេះតារាងនេះគេធ្វើជាប្រភេទរូបពិតអញ្ចឹងបើសិនជាប្រភេទរូបពិតអ្នកគ្នាអត់អាចយក cartoon យកមកដែរមានន័យមិនថាអត់អាចរូបពិតជាមួយនឹងរូប cartoon នេះផ្សេងទាំងកន្លែងស្ពេកដបអីហ្នឹងតែបើលេខអា element ចេះវាអត់អីទេប៉ុន្តែខ្ញុំចង់ថតហ្នឹងគឺអាឡៃនេះអូស្វ័យក្តោបខ្ញុំសើចនឹងគេឃើញយ៉ាងនេះវាមានប្រភេទ cartoon ដែលជាប្រភេទរូបកតា vector ហ្នឹងហើយនេះជាប្រភេទវិញប្រភេទរូបពិតដែលខ្ញុំសើចអាមុនអញ្ចឹងបើសិនជាគេដាក់លេខគ្នាវាអត់អមមើលអញ្ចឹងគួរតែបើសិនជាគេប្រើ cartoon សុទ្ធ
បើនិយាយប្រើលក្ខណៈ vector លក្ខណៈតកតាសុទ្ធទាំងអស់ហ្នឹងអាហ្នឹងខ្ញុំចង់ឲ្យអ្នកដឹងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំអឺអានេះចូលពីនិយាយទៀតវាមិនបានអាសាជាប់ពីវាឧទាហរណ៍ខ្ញុំឆ្លាញ់អានេះមួយខ្ញុំយក example ឲ្យខ្ញុំមើលមួយទៅខ្ញុំរកអ្នកស្អាតបន្តិចបាទដោយសារឥឡូវគ្នាយើងអត់ទាន់ច្បាស់អាកន្លែង drop shadow អញ្ចឹងខ្ញុំនឹងសូរអ្នកគ្នាបន្ថែមទៅទៅនឹងកន្លែង drop shadow layer style អញ្ចឹងគ្នាចូលកន្លែង Photoshop ដែរបាទខ្ញុំចូលទៅលើ project របស់ខ្ញុំអញ្ចឹងដើម្បីដាក់ drop shadow អញ្ចឹងយើងខល select លើនេះមកហើយយើង right click លើនេះពីរដងមកវានឹងចេញ screen interface នៅ layer style ហ្នឹងហើយអញ្ចឹងដោយសារកុំព្យូទ័រវា slow អញ្ចឹងដើម្បីដាក់ drop shadow នេះគេគាត់ថា click លើ drop shadow នេះមក click លើហ្នឹងមកនេះវានឹងចេញនៅinformation ទៅដល់ drop shadow សាច់ឈើវាដែលគេអាចស្រីបានអញ្ចឹងកន្លែងនេះ blend mode មែនតើទៅបើថាប្រើធម្មតាយើងប្រើតែ normal ទេហើយនេះទៅដល់ opacity ខ្ញុំដាក់45ហើយនេះ color drop shadow នេះគេចង់បានយក pick color ពណ៌អីអញ្ចឹងនេះដាក់ដល់តែខ្ញុំអានេះខ្ញុំយកពណ៌ខ្មៅសារខ្ញុំចង់បាន drop shadow រាងខ្មៅអញ្ចឹងដាក់ color ពណ៌ខ្មៅហើយទី2 opacity ខ្ញុំដាក់47បាទយើងអាចស្រង់បានថែមទៀតហើយ angle ខ្ញុំដាក់128 angle ប្រភេទdrop shadow នេះគឺបើយើងដាក់ angle មកនេះបើយើងដាក់មកអានេះ drop shadow វាទៅជានេះឃើញនៅ line នេះតែអានេះចង់បានតែចេះវិញបាទ angle អញ្ចឹងហើយនេះគេ distance នៃវានេះខ្ញុំដឹងមានន័យមិនដែរតែនឹងវាសេរីមើលទៅខ្ញុំយក25ហើយ16 speed ក៏25ដែរហើយ size របស់ drop shadow ហ្នឹងយក16បាទអាហ្នឹងតែប៉ុណ្្នឹងតិចហើយបើចង់ចេះច្បាស់តតែជាសាកធ្វើវាព្យាយាមអនុវត្តទៅហើយសេរីលេងមើលទៅដាក់លេងទៅបានចាំបានចេះបើថាឲ្យសុទ្ធចេះវាអត់ទេអញ្ចឹងតែខ្ញុំថាធ្វើគឺព្យាយាមបាទនេះសិតធាងខ្ញុំដាក់ drop shadow មានប៉ុណ្ណឹង